បងប្អូនមើលឃើញទឹកដោះខ្ញុំមកដើមនេះអត់អាហ្នឹងវាល្អជាងគេធម្មតាខ្ញុំដាំ3ដើមនៅ2ដើមទៀតតែត្រួយនៅទាំងអស់អាពីរនោះប៉ុន្តែមួយដើមនោះវាស៊ីរហូតឡើងប្រហែល4-5 ខែវាស៊ីហើយវាស៊ីតែត្រួយហ្នឹងតែថ្ងៃខ្ញុំដើមមើលអត់ដែលឃើញទេហើយខ្ញុំក៏ចេះតែនឹកថាដើមទឹកដោះវាមិនសូវសំខាន់ខ្ជិលបាញ់ថ្នាំខ្ជិលអីហើយចង់មើលវាថាសត្វអីគេស៊ីសត្វអីគេដល់ពេលប្រហែលថ្ងៃ2ថ្ងៃមុននេះខ្ញុំបាញ់ថ្នាំ2ដង3ថ្ងៃមុន5ថ្ងៃមុនបាញ់ម្ដង2ថ្ងៃមុនបាញ់ម្ដងតែឥឡូវឃើញលទ្ធផលនេះគេនេះពពួកគេឈូសរីលើក្រោមដើមនេះនឹងសត្វអីគេនេះអត់ស្គាល់ទេប៉ុន្តែនេះអានេះមើលឃើញផងណាចុះមើលអត់ឃើញវាកប់ដីបាត់ភ្លៀងមិញប៉ើងទៅអស់នឹងសត្វអីគេហ្នឹងស៊ីឡើងខ្ទេចហើយស៊ីតែម្ដងហ្នឹងខ្ញុំមិនដឹងអីមិនដឹង